ចិត្តវិសុទ្ធិសេចក្តីបរិសុទ្ធនៃចិត្តគឺការអង្គុយសមាធិហ្នឹងញាតិញោមនៅទីនេះប្រហែលអង្គុយសមាធិធ្លាប់អង្គុយសមាធិណាធ្លាប់អង្គុយសមាធិនៅពេលដែលយើងបានវឹកហាត់អប់រំចម្រើនទៅនៅក្នុងសមាធិហ្នឹងដែលបានដល់ចិត្តនឹងស្ងប់នៅនិវរណធម៌មានកាមឆន្ទៈសេចក្តីត្រេកអររីករាយទៅនៅក្នុងកាមគុណហ្នឹងក៏អត់មានជាបាតៈគំនុំគុំគួនអីហ្នឹងក៏អត់មានថៃនិមិត្តៈការអុយងោកងូហ្នឹងក៏អត់មានអុទ្ធចៈកុកចៈហ្នឹងក៏អត់មានវិជាកិច្ឆាហ្នឹងក៏អត់មានគឺវាត្រូវស្ងប់រងាប់ទៅតាអញ្ចឹងប៉ិតអញ្ចឹងចិត្តពេលហ្នឹងគឺចូលទៅដល់ចិត្តវិសុទ្ធិហ្នឹងចិត្តវិសុទ្ធិហ្នឹងគឺថាតល់តែដល់កម្រិតមួយនៃចិត្តរបស់យើងនឹងវាប្រឆាចនៅនិវរណធម៌ទាំង5ប្រការបាទហើយការប្រឆាចនិវរណធម៌ទាំង5ប្រការហ្នឹងគឺចាប់ផ្ដើមតាំងពីឧបចារសមាធិទៅហ្នឹងនៅតាមន័យនៅក្នុងដីកាអភិធម្មសង្ខៈហ្នឹងលោកប្រាប់គឺចាប់ផ្ដើមតាំងពីឧបចារសមាធិកើតឡើងហ្នឹងគឺនៅពេលហ្នឹងនិវរណធម៌ទៅចេញពីខ្លួនយើងហើយហ្នឹងហើយបន្ទាប់មកក៏បានសម្រេចដល់ឈានជាអបណាសមាធិចឹងទៅបាទហ្នឹងអញ្ចឹងគឺតលតែការវឹកហាត់អប់រំអង្គុយសមាធិរបស់យើងដល់កម្រិតបែបនេះទើបចិត្តរបស់យើងទៅជាចិត្តវិសុទ្ធិសេចក្តីស្អាតបរិសុទ្ធនៃចិត្តដរាបណាដែលចិត្តរបស់យើងនៅមាននិវរណធម៌កាមឆន្ទៈសេចក្តីពេញចិត្តត្រេកអររីករាយទៅនៅក្នុងកាមគុណទាំង5ហ្នឹងទេហ្នឹងឬក៏ព្យាបាតៈនៅចិត្តខឹងគុំគួនជាមួយអ្នកនេះអ្នកនោះស្អប់អ្នកនេះអ្នកនោះទេអាហ្នឹងអត់តន់ទេអញ្ចឹងណាញញឹមអត់តន់ទេឬថាអង្គុយសមាធិទៅនឹងអង្គុយលក់ទេអាហ្នឹងអត់តន់ទេណាញញឹមបាទព្រោះអង្គុយសមាធិញ៉ាំពេលខ្លះអង្គុយទៅលក់បាត់ទៅហ្នឹងហើយមានធ្លាប់អ្នកអង្គុយលក់ឧទាហរណ៍ថាវឹកហាត់អប់រំចម្រើនទៅនៅក្នុងអានាបានសតិកម្មដ្ឋានតើនៅក្នុងប្រកម្មដ្ឋានហ្នឹងគឺត្រូវយកសតិមកតាមដានខ្យល់មុនដំបូងវាវែងអញ្ចឹងណាយើងត្រូវតាមដានខ្យល់ហ្នឹងខ្យល់វែងហ្នឹងក៏យើងតាមដានខ្យល់ទៅហើយខ្យល់ហ្នឹងវាខ្លីក៏យើងតាមដានអញ្ចឹងទៅដូច្នេះនៅក្នុងការវឹកហាត់អប់រំចម្រើនទៅនៅក្នុងអានាបានសតិកម្មដ្ឋាននោះគឺត្រូវតែប្រើសតិនឹងតាមដានខ្យល់រហូតដល់ថាខ្យល់ហ្នឹងវាល្អិតទៅណាវាខ្លីទៅខ្យល់ស្ងប់ឈឹងបាត់ពេលខ្លះសតិយើងតាមអត់តាន់ពេលហ្នឹងឯងត្រូវលក់ញញឹមទៅវាស្ងប់ទៅសតិវាអត់តាន់ណាក៏ត្រូវលក់ស្ងប់ឈឹងអញ្ចឹងទៅអាហ្នឹងដូចដេកលក់អញ្ចឹងការចម្រើនប្រកម្មដ្ឋានរបៀបនេះអាហ្នឹងអត់ទៅមុខរួចទេបាទអាហ្នឹងពេលណាស្ងាត់ឈឹងអញ្ចឹងតើញញោមរកខ្យល់មកវិញហ្នឹងនឹករកខ្យល់មកវិញហើយតាមដានទៀតតាមដានឲ្យសតិស្មារតីហ្នឹងគឺជាប់ជាមួយនឹងខ្យល់ហ្នឹងជានិច្ចហ្នឹងគឺរហូតដល់ថាអាខ្យល់ហ្នឹងវាច្បាស់ទៅរហូតថាមាននៅនិមិត្តកើតឡើងនៅពេលណាដែលចិត្តហ្នឹងវាស្ងប់ទៅមិនយូរប្រហែលទេឧបនិស្ស័យមាននិមិត្តក៏កើតឡើងជាពន្លឺអញ្ចឹងតែតើពន្លឺភ្លឺមកទៅយើងអាចដើម្បីមើលឃើញទៅតាមមនោទ្វារហ្នឹងពេលហ្នឹងយើងអង្គុយបិទភ្នែកទេណាញ៉ឹមប៉ុន្តែគឺឃើញហាក់ដូចជាពន្លឺភ្លឺចឹងឯងតើហ្នឹងដែលជាតួនៃនិមិត្តរបស់អានាបានសតិកម្មដ្ឋានហ្នឹងនិមិត្តរបស់ខ្ញុំអញ្ចឹងចាប់ផ្ដើមតាំងពីចិត្តនឹងបានទទួលនៅនិមិត្តជាឧបហនិមិត្តហើយបន្តទៅជាបរិភាគនិមិត្តហ្នឹងចាប់ពីពេលហ្នឹងនិវរណធម៌គឺស្ងប់ទាំងអស់នៅក្នុងសន្តានចិត្តរបស់យើងអត់មានការមរិយៈទេហើយអត់មានជាបាតៈក៏អត់ដែរបាទចិត្តរបស់យើងសុខស្ងប់ទៅហើយនិវរណធម៌ថៃនិមិត្តភៈហ្នឹងក៏អត់ដែរចង់អង្គុយ1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង10ម៉ោងក៏អត់ជាបញ្ហាហ្នឹងគឺអាចប្រព្រឹត្តទៅបានដោយសារចិត្តហ្នឹងវាអត់មាននៅថៃនិមិត្តភៈបន្តទៅទៀតទេគឺសតិស្មារតីនឹងកើតឡើងក៏ក្របសង្កត់នៅនិវរណធម៌នឹងបានអញ្ចឹងកាលណាបើសិនជាយើងបានវឹកហាត់អប់រំចម្រើនដល់កម្រិតហ្នឹងអាហ្នឹងចិត្តហ្នឹងគេហៅថាជាចិត្តវិសុទ្ធិហើយតាព្រោះវាប្រឆាចនៅនិវរណធម៌ចេញអំពីសន្តានចិត្តហើយបើសិនថាយើងអត់តាន់បានដល់កម្រិតហ្នឹងទេអាហ្នឹងគឺអត់តាន់ចូលទៅដល់ចិត្តវិសុទ្ធិទេបាទព្រោះវានៅមាននិវរណធម៌អាចដើម្បីក្របសង្កត់ចិត្តរបស់យើងបានហ្នឹងក៏ប៉ុន្តែយ៉ាងណាក៏ក្រំធ្វើឲ្យចិត្តរបស់យើងបានស្ងប់ខ្លះហ្នឹងដូចជីវិតរបស់យើងរាល់ថ្ងៃវាគិតច្រើនរឿងពេកញញោមគិតច្រើនរឿងហ៎វាផ្សំមិនសូវជាគិតដូចញញោមប្រហែលនេះហ្នឹងប៉ុន្តែបើសិនជាអ្នកដឹកនាំអានឹងគិតច្រើនដែរញញោមកូនតែ2 3នាក់ហ្នឹងជួនកាលលំបាកមើលណាហើយប្រសង់100អង្គជាង100អង្គហ្នឹងមិនស្រួលមើលទេណាញញោមជាពិសេសសាមណេរតូចហ្នឹងផងហ្នឹងហើយមិនស្រួលមើលទេណាហ្នឹងសាមណេរតូចត្រូវអប់រំទូមានច្រើនណាស់ហើយតាមធម៌តាមវិន័យមិនអាចដើម្បីអប់រំទូមានព្រានបដៅជាអាជ្ញាបានទេប្រើអាជ្ញាអាហ្នឹងខុសនៅក្នុងវិន័យតាគឺប្រើបានត្រឹមតែវាចាពីអប់រំទូមានព្រានបដៅនឹងប្រាប់ពីរឿងផលនៃអំពើអាក្រក់ខ្លះទៅអានិសង្សនៃសេចក្តីល្អខ្លះទៅហ្នឹងនៅក្នុងធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធណារបៀបអប់រំទូមានគឺរបៀបអញ្ចឹងហើយដល់ថាអប់រំទូមានរបៀបហ្នឹងអត់បានទេឧទាហរណ៍ថាបញ្យល់រឿងល្អហ្នឹងអត់កើតទេបញ្យល់អំពីរឿងទោសរបស់បានហ្នឹងអត់កើតទេអាហ្នឹងគឺព្រះអង្គឲ្យឈប់ហើយឈប់បញ្ញាបញ្យល់ទៀតហើយ
បើសិនថានៅក្នុងវត្តហ្នឹងគឺត្រូវចេញគឺឲ្យចេញតែម្ដងហើយហ្នឹងសម្រាប់ការអប់រំទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺរបៀបហ្នឹងមិនបានឲ្យអប់រំទូមានព្រានបដៅជាអំពើបៀតបៀនទេបាទពីខុសវាយសាមណេរត្រាបាត់ត្រាបាត់តាចិត្តជាហើយហ្នឹងអត់បានទេហើយហ្នឹងតាមព្រះវិន័យព្រះអង្គហាមឃាត់មិនឲ្យមានការបៀតបៀនអីទៅទេអញ្ចឹងការអប់រំទូមានហើយហ្នឹងបានតែប្រើវិចារហ្នឹងឯងវិចារអប់រំទូមានព្រានបដៅទៅតាមធម៌តាមវិន័យអីប៉ុណ្ណឹងឯងតាហើយសិនញាតិញោមជួនកាលទូមានកូនអត់ស្ដាប់មិនតែញាតិញោមហ្នឹងជួនកាលរំពាត់ក្មេងតូចហ្នឹងជួនកាលតើប្រើរំពាត់ណាហើយដល់ពេលមកទូមានសាមណេរតូចចេះអត់មានប្រើរំពាត់ទេកម្មអប់រំជួនកាលអត់ស្ដាប់ទេញាតិញោមបាទអត់ស្ដាប់ហ្នឹងលំបាកម្យ៉ាងដែរអញ្ចឹងចង់បញ្ជាក់ថារឿងរ៉ាវវាច្រើនពេកទៅចិត្តរបស់យើងហ្នឹងវាអត់សុខស្ងប់ទេអញ្ចឹងក៏យើងត្រូវតែមានវិធីសាស្ត្រដើម្បីសម្រួលដល់ចិត្តយើងហ្នឹងគឺអង្គុយសមាធិហ្នឹងឯងតាអង្គុយសមាធិនេះគឺជំនួយទៅដល់សុខភាពផ្លូវចិត្តច្រើនតាជំនួយច្រើនណាញាតិញោមមិនតាន់បានពលត្រូវរហូតដល់ឧបចារសមាធិអីក៏ដោយតាហើយថាបានចិត្តសុខស្ងប់កន្លះម៉ោង1ម៉ោងហ្នឹងក៏វាសុខដែរណាញាតិញោមជឿសាកអនុវត្តទេហ្នឹងហើយសាកអនុវត្តតែញាតិញោមនៅអត់តាន់ប៉ុន្តែគ្រាន់តែថាចិត្តរបស់យើងវាមិនងាយរសាណាអង្គុយសមាធិចិត្តទៅជួនកាលគិតទៅនេះតិចគិតទៅនោះតិចដូចថាថ្ងៃសៅរ៍ចឹងកម្មវិធីអង្គុយសមាធិ5នាទីជួនកាល5នាទីអត់នៅស្ងៀមទេណាចិត្តហ្នឹងញាតិញោមហ្នឹងហើយ5នាទីឲ្យស្ងប់ស្ងៀមនៅក្នុងប្រកម្មដ្ឋានហ្នឹងអត់នៅស្ងៀមទៀតវារត់ឆ្លេរហូតចឹងថាចិត្តនេះមិនស្រួលអប់រំទេណាញាតិញោមហ្នឹងហើយវាមិនស្រួលអប់រំទេតតែអ្នកមានឧបនិស្ស័យពីមុនមកផងហើយព្យាយាមវឹកហាត់សង្កត់សង្កិនចិត្តហ្នឹងនៅក្នុងបច្ចុប្បន្នហ្នឹងផងហ្នឹងទៅអាចប្រព្រឹត្តទៅបានតាហ្នឹងហើយបើសិនថាយើងអត់អប់រំទៀតបដ ாய் តាមវានឹងចប់ហ្មងហ្នឹងហើយរកសេចក្តីសុខស្ងប់នឹងមិនងាយឃើញទេចឹងហើយបានជាអ្នកខ្លះហ្នឹងមិនមែនថាអត់មានទ្រព្យសម្បត្តិទេទ្រព្យសម្បត្តិមានកិត្តិយសសាអីនៅក្នុងសង្គមអីក៏មានបុកមាត់ច្រើនទៅប៉ុន្តែសេចក្តីទុក្ខមានសន្ធឹកសន្ធាប់ដែរញោមមិនអត់មានសេចក្តីទុក្ខទេមានសេចក្តីទុក្ខច្រើនហ្នឹងដល់ពេលអញ្ចឹងវាទាមទារការវឹកហាត់អប់រំសមាធិហ្នឹងនៅពេលណាដែលចិត្តសុខស្ងប់ទៅដោយសមាធិហ្នឹងក៏ជួយសម្រួលទៅតាមផ្លូវចិត្តខ្លះហ្នឹងតែថាមិនបានដល់ចិត្តវិសុទ្ធិក៏បានក្រំដែរណាញោមបានក្រំដែរសម្រាប់សម្រួលទៅតាមផ្លូវចិត្តហ្នឹងឲ្យចិត្តរបស់យើងបានសងំសុខខ្លះហ្នឹងក៏តែបើសិនជាឲ្យចិត្តនឹងសុខមែនតើដល់តទៅព្យាយាមចម្រើនឲ្យកើតនៅនិមិត្តនឹងនិមិត្តរបស់ប្រកម្មដ្ឋានដូចថ្មឧទាហរណ៍មកអញ្ចឹងនឹងបានឧបចារសមាធិទៅឬក៏វឹកហាត់អប់រំចម្រើនបានឈានទៅពេលហ្នឹងចិត្តរបស់យើងឈ្មោះថាជាចិត្តវិសុទ្ធិគឺចិត្តរបស់យើងហ្នឹងគឺល្អបរិសុទ្ធហើយព្រោះប្រាសចាកនៅនិវរណធម៌ទាំង5ប្រការសូមអនុមោទនា